រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានសម្រេចដកតំណែងប្រធាននាយកដ្ឋានកងទ័ពជើងទឹកលោក John Phelan កាលពីថ្ងៃពុធទី23 មេសាអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានសរសេរលើបណ្ដាញសង្គមថាការចាកចេញរបស់លោក Phelan ពីមុខតំណែងត្រូវចាប់មានសុពលភាពភ្លាមៗអ្នកនាំពាក្យរបស់ក្រសួងការពារជាតិមិនបញ្ជាក់ពីមូលហេតុអ្វីឡើយដោយគ្រាន់តែថាលោក Hung Kao ដែលបច្ចុប្បន្នជាអនុប្រធានមានបទពិសោធន៍ជាទាហានជើងទឹកនិងជាមនុស្សស្មោះស្ម័គ្រនឹងលោក Donald Trump ត្រូវចូលមកកាន់តំណែងជំនួសលោក John Phelan ជាអ្នកជំនួញនិងគ្មានបទពិសោធន៍យោធាលោក John Phelan បានចូលកាន់តំណែងជាប្រធាននាយកដ្ឋានកងទ័ពជើងទឹកអាមេរិកនៅខែមីនាឆ្នាំ2025ទៅតាមការប្រកាសតែងតាំងរបស់លោកប្រធានាធិបតី Donald Trump លោកត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រជួយផ្នែកហិរញ្ញវត្ថុធំម្នាក់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ Trump យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានស្រង់សម្ដីរបស់មន្ត្រីនៅសេតវិមានលោក John Phelan បាត់បង់តំណែងព្រោះតែលោកមិនសូវចុះសម្រុងជាមួយរដ្ឋមន្ត្រីការពារជាតិម្យ៉ាងទៀតលោក Trump និងរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth អាចមិនសប្បាយចិត្តនឹងបន្ទោសលោក John Phelan ពីភាពយឺតយ៉ាវក្នុងការដាក់ឲ្យអនុវត្តគម្រោងការសាងសង់នាវាចម្បាំងថ្មីរបស់អាមេរិកដែលលោក Trump ប្រាថ្នាចង់បានដើម្បីពង្រីកវិស័យជើងទឹកអាមេរិកទាំងផ្នែកយោធានិងពាណិជ្ជកម្មប្រធាននាយកដ្ឋានកងទ័ពជើងទឹកលោក John Phelan ជាមនុស្សម្នាក់ទៀតដែលត្រូវដកចេញពីមុខតំណែងជាន់ខ្ពស់ក្នុងជួរកងទ័ពអាមេរិកនៅដើមខែមេសានេះរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ទើបសម្រេចដកតំណែងអគ្គមេបញ្ជាការកងទ័ពជើងគោកដ៏សំខាន់ម្នាក់លោក Randy George ចំណែកមន្ត្រីយោធាពីររូបផ្សេងទៀតក៏ត្រូវបានដកចេញពីតួនាទីហើយនៅមានមន្ត្រីជាន់ខ្ពស់ជាង10នាក់ត្រូវបានបញ្ឈប់ពីតំណែងតាំងពីលោក Pete Hegseth ចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិការដកហូតតំណែងមន្ត្រីយោធាជាន់ខ្ពស់អាមេរិកកើតឡើងចំពេលសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែអូសបន្លាយដោយបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅពង្រាយនៅតំបន់ដើមបូព៌ាលោក Trump បានបញ្ជាឲ្យកងទ័ពអាមេរិកត្រៀមខ្លួនជាប់ជានិច្ចក្នុងករណីគ្មានកិច្ចព្រមព្រៀងបិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ប្រធានាធិបតី Trump បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តការបិទច្រកសមុទ្រនិងកំពង់ផែរបស់អ៊ីរ៉ង់ទោះបីមានបទឈប់បាញ់ក៏ដោយការប៉ះទង្គិចនៅច្រកសមុទ្រ Hormuz នៅតែបន្តបន្ទាប់ពីអ៊ីរ៉ង់អះអាងថាបានចាប់យកនាវា2គ្រឿងនៅតំបន់នោះអ៊ីរ៉ង់បានអះអាងហើយថានឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញបានឡើយបើសិនអាមេរិកនៅតែបន្តបិទគប់កំពង់ផែអ៊ីរ៉ង់